ភ័យក្រែងលោស្លាប់ទៅអត់បានសបាយហ្នឹងហំសបាយផ្ដាំចាស់ស្ដាយតែស្លាប់ទៅវាអត់បានសបាយអាហ្នឹងមកពីអីយើងលើកមកនេះមិនមែនចង់និន្ទាក្នុងថ្នាំឬចង់លើកខ្លួនឯងអីទេដើម្បីខ្ញុំណាលើកណាដើម្បីថាឲ្យយើងបានមកចាប់សេចក្តីត្រង់ដែលថាត្រង់ហ្នឹងឯងដែលមនុស្សយើងទាំងគាត់ទាំងយើងហ្នឹងយើងមានពិសោធន៍មកយើងដឹងហើយតែចង់សបាយហ្នឹងស្ដាយក្រែងលោស្លាប់ទៅអត់បានសបាយហ្នឹងមកពីប្រកម្មថាយើងអ្នកសបាយតែប៉ុណ្្នឹងទេបើយើងចាប់កន្លែងហ្នឹងបានដល់យើងដឹងថាវាមានយើងឯណាសបាយយើងមានទៅស្ដាយអីមិនបានសបាយទេហើយទៅសបាយក្នុងរឿងអត្ថារម្មណ៍កាមគុណអីផ្សេងសម្បត្តិក្នុងលោកនេះណាជាទីតាំងរបស់មច្ចរាជណាជាស្រុកនៃមច្ចរាជណាអ្វីជានុយជាធ្នាក់ជាអន្ទាក់របស់មច្ចរាជណាបីបានអីបកាយប្រកាន់អីមានលៀបអត់លៀបអ្នកណាស្រឡាញ់អ្នកណាស្អប់អ្នកណាសរសើរអ្នកណានិន្ទាអីក៏អត់ខ្វល់នឹងយើងមកទទួលទេណាមានតែវិញ្ញាណដឹងអារម្មណ៍ណាហើយវេទនាប្រកបជាមួយនឹងវិញ្ញាណនឹងឯងដែលសោយ